ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើសារ៉ាយចាធ្វើសារ៉ាយឥឡូវពឹងដាក់កូវិតដាក់ម្សៅចូលតែមិនបានប្រាប់កញ្ចប់សារ៉ាយទេមកពីអត់បានថតទេចាក់ចូលទៅហើយតែមិននឹកឃើញចឹងថតឲ្យពុកម៉ែបងប្អូនមើលតិចមើលនាងខ្ញុំធ្វើសារ៉ាយនេះដាក់លើភ្លើងគោដើម្បីឲ្យវារលាយចូលគ្នាចឹងណាដើម្បីមុននឹងយើងបើកភ្លើងឥឡូវយើងដាក់ស្ករកន្លះកូនចានហើយយើងដាក់ស្ករចូលទៅហើយឥឡូវកូរវិតវាមិញបេងកកជាប់គ្នានេះពុកម៉ែបងប្អូនអើយជីវិតយើងមានតែប៉ុណ្្នឹងឯងមួយថ្ងៃនឹកឃើញមកពីដើរហាត់ប្រាណវិញទៅនឹកឃើញដូចឃ្លានបង្អែមឥឡូវកូរសារាយសិកូរតែក៏មិននឹកឃើញហ្នឹងចង់ថតវីដេអូអីដែរតែកាន់នឹកឃើញចុះបើធ្វើហើយកូរថតវីដេអូឲ្យពុកម៉ែបងប្អូនមើលតើទៅរៀនធ្វើដំបូងផុតទេណារៀនធ្វើយូរហើយតែវាធ្វើអត់តាន់បានត្រូវទេចុងភៅនេះចេះតែធ្វើតែលើបានហើយនេះបានដូចបំដងឲ្យឆ្ងាញ់ទៀតល្មមផ្អែមល្មមហើយយើងដាក់ខ្ទិះដូងដាក់អីចឹងណាមើលណាត្រូវមើលស្រស់ឆ្ងាញ់រឹងហើយមានជាតិផ្អែមឈ្ងុយឈ្ងប់ដាក់ចានហើយតែអត់បានញ៉ាំឲ្យមើលឥឡូវយើងឆ្កឹះដាក់ចានឲ្យទៅម្ដាយមីងមើលទៅដូបតំណងឆ្ងាញ់ផ្អែមត្រជាក់រម៉ងមកពីដើរហត់ឥឡូវមានណាដាក់ម្ដុំវ៉ា